ឧបសគ្គខ្ញុំហ្នឹងមនុស្សដែលខ្ញុំខឹងមុនគេគឺលោកប្រធានទីពេទ្យខ្ញុំខឹងគ្រប់គ្នាមកពេទ្យហ្នឹងឲ្យតែមាននិយាយតាក់ទងនឹងប្រព័ន្ធហ្នឹងបាទខឹងទាំងអស់ជាពិសេសលោកប្រធានគាត់ជិះលោកសានមិនអត់ឃើញចូលប្រព័ន្ធអត់ឃើញចូលប្រព័ន្ធយូរណាស់នេះហើយខ្ញុំចូលប្រព័ន្ធនេះជំងឺឡើងមកកំភ្លុះបាទថាអង្គុយចូលប្រព័ន្ធមួយបានមួយចំណាយពេលប្រហែលជាកន្លះម៉ោងដល់ពេលខ្ញុំព្យាយាមធ្វើតាមគាត់ស្ដីរាល់ថ្ងៃប៉ុន្តែអ្វីដែលជាលទ្ធផលការស្ដីរបស់គាត់ហ្នឹងបានឲ្យខ្ញុំនឹងខ្លាយជំនឿមួយថាចំអញដូចគេឯងទៅមិនមែនចាស់ប្រហែលណាតាមគេបានតាសម្រាប់សប្តាហ៍ថ្ងៃនេះក្រោយពីមន្ទីរពេទ្យយើងទីពេទ្យបង្ហាញពូចតុងនេះចាប់ផ្ដើមប្រើប្រព័ន្ធពេទ្យយើងប្រព័ន្ធ digital នេះការស្រាវជ្រាវប្រវត្តិជំងឺនៅក្នុងឯកសារជាប្រព័ន្ធនេះចំណាយពេលមិនដល់1នាទីទេពីមុននោះចំណាយពេលប្រហែលជា5នាទីទៅ10នាទីនេះលឿនបំផុតហើយខ្ញុំចង់ប្រាប់មនុស្សគ្រប់គ្នាថាវាពិបាកណាស់សម្រាប់មនុស្សវ័យអាយុ50ជាងហើយខ្លះបដូរទៅជាក្មេងអាយុ20ជាងវាពិបាកណាស់អញ្ចឹងខ្ញុំពីមុនមកខ្ញុំធ្លាប់តែសរសេរกระดาษសួរអ្នកជំងឺពេញឯកសារឯណាกระดาษឥឡូវនេះក្រោយពីយើងមានប្រព័ន្ធ digital ពេលយើងស្រួលមែនតើប៉ុន្តែមុននឹងស្រួលវាពិបាកណាស់អញ្ចឹងអ្វីដែលជាការពិបាកមិនមែនជាឧបសគ្គសម្រាប់មនុស្សទេសំខាន់ប្រឹងប្រែងតស៊ូឥឡូវនេះប្រព័ន្ធ digital វារីកអញ្ចឹងយើងមិនអាចនៅដូចពីមុនកើតទេខ្ញុំជឿថាមនុស្សដែលល្ងងបំផុតតាក់ទង digital ខ្ញុំនឹងហើយប៉ុន្តែឥឡូវនេះខ្ញុំបានផ្លាស់ប្ដូរខ្លួនខ្ញុំហើយខ្ញុំបានប្រើវាហើយពិបាកពីមុនប៉ុន្តែចុងក្រោយស្រួលណាស់អញ្ចឹងគួរតែផ្លាស់ប្ដូរទម្លាប់ពីមុនទាំងអស់ទៅជាពិសេសលោកគ្រូចាស់ដូចខ្ញុំអញ្ចឹងណាមានអ្នកចាស់ជាងខ្ញុំទៀតគួរតែផ្លាស់ប្ដូរទម្លាប់ទៅហើយប្រឹងប្រែងរៀនសូត្រពីក្មេងៗកុំនៅដូចមុនណាហើយយើងចាស់ប៉ុន្តែគំនិតក្មេងកុំទៅចាស់គំនិតចាស់ខ្ញុំពេញចិត្តមិនមែននិយាយនេះក្នុងន័យពីសើចអីទេខ្ញុំវាចិត្តនិយាយលេងតិចមែនប៉ុន្តែការនិយាយថាការប្រើប្រាស់ប្រព័ន្ធ digital នៅទីពេទ្យគឺជាជំរឿនដែលត្រឹមត្រូវទី1យើងមិនចំណាយពេលច្រើនទី2យើងមិនចំណាយថវិកាអុមាយើងទៅទិញกระดาษទិញអីណាញ៉ៃច្រើនណាឥឡូវអត់ទេឥឡូវស្រួលយកមែនទៅស្រួលដល់ថ្នាក់ភ្លេចពេលខ្លះភ្លេចសរសេរចុះសញ្ញេខ្លួនឯងសញ្ញេមិនណាភ្លេចដោយសារវាមានតែសញ្ញេក្នុងប្រព័ន្ធនឹងស្រេច